នៅក្នុងព្រៃមួយនេះទឹកដីខេត្តក្រចេះដែលជាប់ទៅនឹងព្រំដែនខេត្តកំពង់ធំមានបុរសម្នាក់ដែលគាត់បានដើរចូលទៅក្នុងទឹកដីព្រៃនោះដោយទឹកដីព្រៃនោះដែរគឺមានឈ្មោះថាព្រៃឡង់ហើយបុរសម្នាក់នោះដែរគឺមានវ័យអាយុប្រហែលជាជាង53ឆ្នាំដោយបុរសដែលរៀងវ័យចំណាស់បន្តិចម្នាក់នេះគឺគាត់មានឈ្មោះថាអ៊ំកេតគាត់គឺជាអ្នកប្រមាញ់បោកបាញ់សត្វតាំងពីគាត់មានវ័យចំទើមកម្លេះនិយាយទៅតាំងពីគាត់ចូលមកក្នុងព្រៃរហូតដល់ក្លាយទៅជាព្រានព្រៃគឺប្រើពេលជាង20ឆ្នាំទៅហើយដោយបើនិយាយអំពីរឿងរ៉ាវចម្លែកដែលគាត់បានជួបនៅក្នុងព្រៃក៏វាមិនតិចនោះដែរពេលខ្លះគឺស្ទើរតែបាត់បង់ជីវិតនៅក្នុងព្រៃក៏មានពីព្រោះតែគាត់ក៏ធ្លាប់ត្រូវបានសត្វដំរីនៅក្នុងព្រៃនោះតាមប្រមាញ់ដេញជន់ធ្វើបាបដល់គាត់មិនត្រឹមតែប៉ុណ្ណោះនោះទេគាត់ក៏ធ្លាប់ត្រូវបានជ្រូកព្រៃបុកហ្វេសធ្វើបាបដល់គាត់ទៀតផងក៏ប៉ុន្តែដោយសារតែនៅពេលនោះគឺគាត់គឺជាមនុស្សរហ័សរហួនអញ្ចឹងហើយក៏សំណាងល្អគាត់ក៏បានស្ទុះឡើងលើដើមឈើគេចខ្លួនទាន់ហើយអ៊ំកេតម្នាក់នេះគាត់ក៏មានបទពិសោធន៍ដើរនៅក្នុងព្រៃជាយូរឆ្នាំមកដែរដូច្នេះហើយនៅពេលដែលគាត់ចូលទៅប្រមាញ់បោកបាញ់សត្វព្រៃម្ដងគឺគាត់តែងតែមានអំណមហើយនឹងច្បាប់ដើរនៅក្នុងព្រៃរបស់គាត់ហើយភាគច្រើនដែលគាត់ចូលទៅក្នុងព្រៃបោកបាញ់សត្វគឺគាត់ដើរតែម្នាក់ឯងតែប៉ុណ្ណោះគឺគាត់កម្រនាំអ្នកភូមិឬក៏អ្នកជិតខាងមកជាមួយនឹងគាត់ណាដែលហេតុថាអ៊ំកេតគាត់គឺជាមនុស្សចូលចិត្តដើរនៅក្នុងព្រៃតែម្នាក់ឯងបើនិយាយអំពីរបៀបមន្តអាគមដើរនៅក្នុងព្រៃវិញគឺគាត់មិនសូវជាយល់ដឹងប៉ុន្មាននោះទេដោយគាត់គ្រាន់តែយល់របៀបមន្តអាគមអូមអាមដើរនៅក្នុងព្រៃតិចតួចបំផុតនៅខណៈពេលដែលអ៊ំកេតគាត់ដើរទៅដល់ពីកណ្ដាលព្រៃក៏ស្រាប់តែគាត់ក៏បានប្រទះឃើញសត្វប្រាសញីឈ្មោលពីរក្បាលខណៈពេលនឹងហើយដែលធ្វើឲ្យអ៊ំកេតគាត់ក៏បានលើកកំភ្លើងរបស់គាត់ភ្ជុងតម្រង់តាមដើម្បីបាញ់ប្រាសញីឈ្មោលទាំងពីរក្បាលនោះដែរប៉ុន្តែដោយសារតែប្រាសញីឈ្មោលទាំងពីរក្បាលនោះពួកវារត់យ៉ាងលឿនចូលទៅក្នុងព្រៃទៅអ៊ំកេតគាត់ក៏ពុំបានបាញ់វាទាន់នោះឡើយអញ្ចឹងហើយអ៊ំកេតគាត់ក៏បានដើរចូលទៅក្នុងព្រៃបន្តទៀតគឺគាត់សម្រាកពេលថ្ងៃត្រង់បន្តិចតែប៉ុណ្ណោះក្រៅពីនោះគឺគាត់គិតតែពីដើរចូលទៅក្នុងព្រៃកាន់តែជ្រៅទៅរហូតទៅដល់ល្ងាចប្រហែលជាម៉ោង4ទៅម៉ោង5ទៅអ៊ំកេតគាត់ក៏បានដើរទៅដល់កន្លែងមួយមើលទៅទំនងថាមានសត្វព្រៃដើរឆ្លងកាត់ធ្វើឲ្យអ៊ំកេតគាត់ក៏បានឈប់សម្រាកនៅទីនោះហើយគាត់ក៏បានដើររកកូនឈើឬក៏ដើមឫស្សីនៅក្បែរនឹងដើម្បីយកមកបោះធ្នាក់សង់ធ្នើការពារខ្លួនក្នុងការត្រៀមចាំប្រមាញ់បោកបាញ់សត្វនៅក្នុងព្រៃពេលយប់នេះហើយតម្រាំតែអ៊ំកេតគាត់បោះធ្នាក់ឬក៏សង់ធ្នាក់នៅលើដើមឈើរួចគឺវាឈានចូលក្បាលប្រលប់ងងឹតស្រាងទៅហើយគឺគាត់ខំចង់ធ្វើធ្នាក់យ៉ាងមាំហើយក្រោយពីគាត់ទទួលទានអាហារនៅពេលល្ងាចរួចអ៊ំកេតគាត់ក៏បានអង្គុយនៅលើធ្នាក់ចាំមើលពីស្ថានភាពក្រែងលោមានសត្វព្រៃណាពួកវាបានដើរឆ្លងកាត់នៅទីនោះដោយនៅពេលដែលគាត់កំពុងតែអង្គុយនៅលើធ្នាក់តែម្នាក់ឯងអ៊ំកេតគឺគាត់តែងតែសម្លឹងមើលឆ្វេងមើលស្ដាំនៅខាងក្រោមធ្នាក់តែក៏ពុំឃើញមានសត្វព្រៃណាពួកវាដើរឆ្លងកាត់នៅទីនោះទាល់តែសោះដោយអ៊ំកេតគឺគាត់នៅអត់ធ្មត់ព្យាយាមចាំមើលរហូតទៅដល់យប់រៀងជ្រៅបន្តិចចន្លោះប្រហែលជាម៉ោង9ទៅម៉ោង10យប់ក៏ស្រាប់តែនៅសុកគាត់ក៏បានឮស្នូរសម្រាប់ជើងកំពុងតែដើរចេញពីក្នុងព្រៃហើយបន្តិចក្រោយមកទៅអ៊ំកេតនៅពេលនោះគាត់ក៏បានមើលឃើញយ៉ាងច្បាស់ថាមានជ្រូកព្រៃយ៉ាងធំហើយនឹងដុះខ្នាយយ៉ាងស្រួចដើរចេញពីក្នុងព្រៃមួយក្បាលសំដៅដើរឆ្លងកាត់នៅក្បែរធ្នាក់របស់គាត់ធ្វើឲ្យអ៊ំកេតខណៈពេលនោះដែរគាត់ក៏បានសំងំនៅលើធ្នាក់ដើម្បីត្រៀមចាំបាញ់សត្វជ្រូកព្រៃនោះហើយនៅពេលដែលវាដើរទៅដល់ក្បែរខាងក្រោមធ្នាក់របស់គាត់ភ្លាមជ្រូកព្រៃនោះវាក៏បានកោសរុះឈ្មោលដីស៊ីហើយនៅពេលដែលវាកំពុងតែឈ្មោលកោសរុះដីស៊ីសុកក៏ស្រាប់តែអ៊ំកេតដែលគាត់នៅលើធ្នាក់កំពុងតែភ្ជុងកំភ្លើងតម្រង់បាញ់ទៅកាន់ជ្រូកព្រៃមួយក្បាលនោះខណៈពេលនឹងហើយគាត់ក៏មិនរងចាំយូរនោះដែរដោយគាត់ក៏ចាប់ផ្ដើមកេះកៃតម្រង់បាញ់ទៅកាន់ជ្រូកព្រៃមួយក្បាលនោះទៅក៏ប៉ុន្តែនៅពេលដែលអ៊ំកេតគាត់បាញ់ទៅកាន់ជ្រូកព្រៃមួយក្បាលនោះជ្រូកព្រៃមួយក្បាលនោះវាក៏បានផ្អើលរត់ចូលទៅក្នុងព្រៃដែលធ្វើឲ្យគាត់ក៏បាញ់ជ្រូកព្រៃមួយក្បាលនោះពុំត្រូវឡើយក៏ប៉ុន្តែបន្ទាប់ពីគាត់បាញ់ជ្រូកព្រៃមួយក្បាលនោះហើយក៏ស្រាប់តែគាត់ក៏បានឮស្នូរសំឡេងអាខ្លាឃ្លោកវាកំពុងតែក្រហឹមអើងកង់ពេញព្រៃតែម្ដង
ហើយគាត់ក៏មិនបានដឹងថាអាខ្លាឃ្លោកឬក៏អាពុកមាត់នោះគឺជាខ្លាធម្មតាឬក៏យ៉ាងណានោះទេអ៊ំកេតគឺគាត់អង្គុយនៅលើធ្នាក់ចាំមើលពីស្ថានភាពនៅក្នុងព្រៃក្រែងលោអាពុកមាត់ឬក៏អាខ្លាឃ្លោកមកទីនោះនៅខណៈពេលដែលអ៊ំកេតគាត់កំពុងតែអង្គុយនៅលើធ្នាក់ចាំមើលពីស្ថានភាពសោកក៏ស្រាប់តែលេចមុខស្ត្រីម្នាក់បានដើរចេញពីក្នុងព្រៃសម្ដៅទៅកាន់ធ្នាក់របស់គាត់ហើយបន្តិចក្រោយមកស្ត្រីម្នាក់នោះគាត់ក៏បានដើរទៅដល់ខាងក្រោមធ្នាក់របស់អ៊ំកេតនៅពេលដែលគាត់ឃើញស្ត្រីម្នាក់នោះដើរមកដល់ខាងក្រោមធ្នាក់របស់គាត់ភ្លាមនៅពេលនោះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាស្លុតចិត្តពីព្រោះថាស្ត្រីដែលដើរមកកាន់កន្លែងធ្នាក់របស់គាត់នៅពេលនោះតាមក៏ពិតទៅគឺជាប្រពន្ធរបស់គាត់នេះឯងនៅពេលដែលប្រពន្ធរបស់អ៊ំកេតដើរទៅដល់ខាងក្រោមធ្នាក់នោះពុកវាអើយចុះទៅលើធ្នាក់មកអង្កោកូនយើងនៅផ្ទះពេលនេះវាកំពុងតែឈឺធ្ងន់ធ្ងរណាស់អើទៅវិញទៅពេលនេះអញមិនអាចចុះទៅបានទេចាំព្រឹកស្អែកអញនឹងទៅហើយមិនអាចទៅព្រឹកស្អែកបានទេពុកវាឆាប់ចុះមកឥឡូវមកហើយទោះបីជាយ៉ាងណាក៏ដោយគឺអញមិនអាចចុះទៅខាងក្រោមទៅជាមួយនឹងម៉ែវាពេលនេះបានទេអត់ទេបើពុកវាមិនត្រឡប់ទៅជាមួយនឹងខ្ញុំពេលនេះទេខ្ញុំក៏មិនត្រឡប់ទៅផ្ទះវិញដែរកុំស្មានណាកុំគិតថាអញមិនដឹងថាឯងគឺជាស្អីបើអញល្ងងចុះទៅខាងក្រោមឥឡូវនេះអញច្បាស់ជាខ្លាចទៅជាចំណីរបស់ឯងមិនខានអ៊ំកេស្រោបពេលនោះហាក់បីដូចជាគាត់បានដឹងថាស្ត្រីដែលកំពុងតែឈរនៅខាងក្រោមធ្នាក់ម្នាក់នោះគឺមិនមែនជាប្រពន្ធរបស់គាត់ពិតប្រាកដឡើយហើយនៅពេលនោះរឿងដ៏រន្ធត់មួយក៏បានកើតឡើងទៅលើគាត់ដោយស្ត្រីដែលមានមុខមាត់ដូចទៅនឹងប្រពន្ធរបស់គាត់ក៏ស្រាប់តែបង្ហាញជាសភាពលក្ខណៈរូបរាងដើមគឺជាសត្វខ្លាដោយអាពុកមាត់ឬក៏អាខ្លាឃ្លោកមួយក្បាលនេះដែរវាក៏មិនមែនជាសត្វខ្លាធម្មតានោះដែរក៏ប៉ុន្តែវាគឺជាពពួកច្រាព្រៃដែលមានពពួកព្រាយកាន់ទៅលើវាដែលវាអាចខ្លែងក្រឡាបំផន់ភ្នែកធ្វើជាមនុស្សឬក៏ជាអ្វីក៏បានដោយគេតែងតែហៅរហស្សនាមវាថាព្រាយខ្លានេះឯងហើយសម្រាប់ព្រានព្រៃដែលគេមានបទពិសោធន៍ដឹងច្បាស់ថាវាគឺជាព្រាយខ្លានោះគឺគេមើលទៅតាមពន្លឺដួងវិញ្ញាណនៅលើក្បាលរបស់វាព្រាយខ្លាមួយក្បាលនោះបន្ទាប់ពីវាត្រូវបានអ៊ំកេតបាញ់ទៅកាន់វាក៏បានរត់ចូលទៅក្នុងព្រៃបាត់ទាំងដែលអ៊ំកេតនៅពេលនោះគឺគាត់បាញ់ត្រូវវាជាច្រើនគ្រាប់ដែរក៏ប៉ុន្តែគ្រាប់កំភ្លើងដែលគាត់បានបាញ់ទៅនោះហាក់បីដូចជាពុំមានប្រសិទ្ធភាពអាចធ្វើអ្វីវាបានឡើយដែលហេតុថានៅលើដងខ្លួនព្រាយខ្លាមួយក្បាលនោះគឺពោពេញទៅដោយអាថ័ន្តរហូតដល់មួយស្របក់ក្រោយមកទៀតជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងនៅសុកក៏ស្រាប់តែមានបុរសម្នាក់បានរត់ចេញពីក្នុងព្រៃទាំងដែលសភាពលក្ខណៈរូបរាងកាយរបស់គេនៅពេលនោះគឺពោពេញទៅដោយស្នាមរបួសយ៉ាងធ្ងន់ធ្ងរហ៎លបងនៅខាងលើធ្នាក់ឆាប់ចុះមកជួយខ្ញុំផងពេលនេះខ្ញុំកំពុងតែត្រូវបានខ្លានៅក្នុងព្រៃវាខំអញ្ចឹងហើយខ្ញុំកំពុងតែរងរបួសដោយសារតែក្រញាំហើយនឹងចង្កូមរបស់វាសូមលបងមេត្តាចុះមកពីលើធ្នាក់នាំខ្ញុំឡើងទៅលើផងបើមិនអញ្ចឹងទេខ្លានោះវាមកដល់ទីនេះឥឡូវហើយនឹងហើយលោកប្អូនកុំថាខ្ញុំចិត្តកំណាញ់ណាពេលនេះខ្ញុំមិនអាចចុះទៅខាងក្រោមបានទេអត់ទេលបងពេលនេះខ្ញុំមិនអាចឡើងទៅលើបានទេពីព្រោះថាខ្ញុំរងរបួសធ្ងន់ណាស់អញ្ចឹងបើលោកប្អូនមិនអាចឡើងមកខាងលើបានទេខ្ញុំក៏មិនដឹងថាជួយលោកប្អូនដោយរបៀបណាដែរស្របនៅពេលនោះបន្ទាប់ពីអ៊ំកេតគាត់និយាយបានតែប៉ុណ្ណឹងរឿងដ៏រន្ធត់ហើយនឹងព្រឺព្រួចដ៏តក់ស្លុតមួយក៏បានកើតឡើងទៅលើគាត់ដោយបុរសដែលកំពុងតែឈរនៅខាងក្រោមធ្នាក់ម្នាក់នោះក៏បានបញ្ចេញអាការៈយ៉ាងគួរឲ្យខ្លាចគឺភ្នែកឡើងក្រហមតែតបញ្ចេញចង្កូមឡើងសឆ្ញាញអញ្ចឹងហើយដែលធ្វើឲ្យអ៊ំកេតគាត់ក៏បានដឹងយ៉ាងច្បាស់ថាព្រាយខ្លាវាបានខ្លែងខ្លួនធ្វើជាបុរសម្នាក់នោះដោយតែនឹងវាខ្លែងកាយធ្វើជាប្រពន្ធរបស់គាត់ដើម្បីបោកឲ្យគាត់ចុះទៅខាងក្រោមក៏ប៉ុន្តែសំណាងល្អដែលគាត់មិនចាញ់កលវាហើយចុះទៅខាងក្រោមនោះពីព្រោះតែគាត់គឺជាព្រានព្រៃឆ្លងកាត់រឿងបែបនេះឡើងស៊ាំទៅហើយ
ហើយព្រីខ្លាមួយក្បាលនោះនៅពេលដែលវាហក់ឡើងទៅលើធ្នាក់ក៏ស្រាប់តែវាក៏ត្រូវបានអង្កេតបាញ់វាប៉ាំងទៅយ៉ាងឆ្ងាយមើលទៅគ្រាប់កំភ្លើងដែលគាត់បាញ់វាប៉ាំងទៀតទៅយ៉ាងឆ្ងាយបែបនេះគឺមិនមែនជាគ្រាប់កំភ្លើងធម្មតានោះទេក៏ប៉ុន្តែគ្រាប់កំភ្លើងដែលបានបាញ់វារហូតដល់ប៉ាំងទៀតនៅពេលនោះក៏នៅតែមិនអាចធ្វើអ្វីវាបានដដែលគឺវាបានងើបដើរមករកធ្នាក់របស់គាត់ទាំងដែលគាត់បាច់ត្រូវវាជាច្រើនគ្រាប់ហើយព្រាយខ្លាមួយក្បាលនោះគឺវាដើរតម្រង់ទៅកាន់ធ្នាក់របស់គាត់ដោយធម្មតាហាក់បីដូចជាពុំមានរឿងអ្វីកើតឡើងទៅលើវាអញ្ចឹងស្របនៅពេលនោះហើយក៏ស្រាប់តែវាក៏បានហក់បំបុកអង្កេតនៅលើធ្នាក់រហូតដល់អង្កេតក៏បានធ្លាក់ពីលើធ្នាក់អង្កេតនៅពេលដែលគាត់ធ្លាក់ពីលើធ្នាក់មកដល់ដីគឺគាត់ឈឺចុកចាប់មិនតិចនោះទេហើយគាត់ក៏ចង់ស្ទុះងើបរត់គេចចាក់ចេញពីទីនឹងដែរតែគាត់ក៏ធ្វើមិនបានក៏ព្រោះតែគាត់ឈឺចុកចាប់ពេញលើខ្លួនប្រានខ្លាំងពេកអញ្ចឹងហើយគាត់ក៏ត្រូវបានព្រាយខ្លាមួយក្បាលនោះខំខូខើហើយនឹងសាហាវព្រៃផ្សាយតែម្ដងដោយគាត់ក៏បានស្រែកយ៉ាងខ្លាំងទាំងភីបឈឺចុកចាប់មើលតែគាត់គឺកំពុងតែហាក់បីដូចជាវេទនាយ៉ាងខ្លាំងរហូតដល់អ៊ំកេតគាត់ក៏ខ្លាចទៅជាចំណីរបស់ព្រាយខ្លាកំណាចមួយក្បាលនោះទៅអញ្ចឹងហើយសាច់រឿងរបស់យើងក៏សូមស្លេះតែប៉ុណ្ណេះសិនដោយប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តទស្សនាប្រភេទវីដេអូ 3D នៃការផលិតរបស់ខ្ញុំបាទអ្នកទាំងអស់គ្នាគ្រាន់តែជួយចុច Subscribe ទៅលើនីតិរន្ធត់ 3D អញ្ចឹងហើយអ្នកទាំងអស់គ្នានឹងទទួលបានទស្សនាប្រភេទវីដេអូ 3D បន្តបន្ទាប់ទៀតដូច្នេះប្រសិនបើការបញ្ចូលសំឡេងរបស់ខ្ញុំបាទមានចំណុចខុសឆ្គងនៅចំណុចណាមួយក៏សូមអធ្យាស្រ័យដល់ខ្ញុំបាទផងជាចុងក្រោយនីតិរន្ធត់ 3D ក៏សូមអរគុណនិងសូមជម្រាបលា